ក្នុងថ្ងៃព្រះអង្គកើតដំបូងដែលយើងពោលថាប្រសូតកំណត់ថ្មីហើយក្នុងសម័យដែលព្រះអង្គប្រជុំ35ឆ្នាំនិងក្នុងសម័យដែលព្រះអង្គប្រជុំ40ឆ្នាំដូច្នេះក្នុងកណាឆ្នាំសូមលើកប្រវត្តិអំពីព្រះខ្លះដើម្បីជម្រាបប្រទានបកណានិងអស់លោកសាធុជនពុទ្ធបរិស័ទទាំងឡាយព្រះពុទ្ធជាមនុស្សមិនមែនជាទេវៈឬក៏ជាអតិទេពដោយបណ្ដាសាសនាដទៃដូចជាព្រហ្មញ្ញសាសនាជាដើមទេគឺព្រះពុទ្ធជាម្ចាស់លោកមានទឹកដីស្លៀនខ្យល់មានវិញ្ញាណធាតុមានអាកាសធាតុដូចជាយើងទាំងអស់គ្នាប៉ុន្តែព្រះអង្គមិនមែនជាមនុស្សសាមញ្ញដូចជាមនុស្សធម្មតានោះឡើយដោយព្រះអង្គជាបុគ្គលហៅថាអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតខុសអំពីមនុស្សធម្មតានៅក្នុងថ្ងៃប្រសូតពុទ្ធបរិស័ទទាំងឡាយគឺប្រមេត្តានៃព្រះអង្គឈ្មោះថានាងព្រះមហានាយាទេវីតបៃតាឈ្មោះតបាសរិសធុតនាហើយនគរនឹងយន្តទីគឺនគរមួយទៅហៅនគរកបិលពស្ឬក៏កបិលវត្ថុមួយទៀតទេវៈសហនគរនគរនោះជាប់គ្នានគរជាប់គ្នានគរខាងបិតារបស់ព្រះអង្គគឺនៅកបិលពស្ហើយយត្តតានៅទេវៈសហនគរជាប់គ្នាដូចជាខ្មែរយើងហើយនឹងថៃឬខ្មែរនឹងឡាវឬខ្មែរនឹងវៀតណាមអញ្ចឹងប្រទេសជាប់គ្នាហើយវងទាំងពីរនេះគេហៅវងបងប្អូនបកើតគឺទីវត្តហនគរហ្នឹងវងហ្នឹងទៅហៅកោលយៈវងហើយនៅក្នុងនគរកវលពរគេហៅសក្យៈវងវងទាំងពីរនេះជាវងបងប្អូនបង្កើតតាំងពីព្រឹងងាយឆ្ងាយណាស់មកហើយតាំងពីសម័យប្រដាប់ឱកាសមុខរាជនោះគឺសូមបញ្ជាក់ថាជំនាញទម្លាប់នៅក្នុងប្រទេសឥណ្ឌានៅក្នុងសម័យនោះនៅពេលណាដែលត្រូវប្រសូតបុត្រគឺស្ត្រីទាំងឡាយតែងតែធ្វើដំណើរទៅកាន់នគរដើមនគរដើមបានន័យថានគរទុកម្ដាយទៅខែនឹងទៅប្រសូតបុត្រនៅក្នុងនឹងប្រសូតបុត្រនៅនឹងផ្ទះខាងស្ដីឬក៏គឺហដ្ឋានខាងស្រីទេគឺច្រើនទៅប្រសូតនៅគឺហដ្ឋានរបស់ខ្លួននៅក្នុងសម័យដែលព្រះជាម្ចាស់លោកស្ថិតនៅក្នុងគោប្រមេត្តានឹងសូមបញ្ជាក់ថាព្រះខ្លាចអំពីនោះធម្មតាគឺព្រះអង្គគង់នៅក្នុងផ្ទៃមេត្តាមិនដូចជាមនុស្សចិត្តដល់ទៅឡើយមនុស្សដទៃដោយតាមកពីលើកបានបញ្ជាក់ថាសត្វទារកដែលនៅក្នុងផ្ទៃមេត្តាគឺអង្គុយត្របងស្ដាយជង្គង់ហើយមានមុខអោនទៅខាងខ្នងម្ដាយហើយមានពោះមានខ្នងអោនទៅខាងពោះម្ដាយហើយអង្គុយបែបវាទនីអស់9ខែ10ខែនៅក្នុងចន្លោះពោះនោះដល់ហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងចាត់តាំងពីថ្ងៃព្រះអង្គសូមចាត់ព្រះសន្ធិក្នុងផ្ទៃមេត្តាតាមកទីនិច្ចថាហាក់ដូចពីចូលខាងពោះម្ដាយខាងស្ដាំស្ថិតនៅក្នុងផ្ទៃម្ដាយព្រះអង្គលើកមិនអង្គុយក្រហមដូចជាមនុស្សធម្មតាទេគឺព្រះអង្គគង់ស្ទែនសមាធិគង់ស្ទែនសមាធិមករូបព្រះអង្គដល់ពេលកកាយពុទ្ធលក្ខណៈ9ខែ10ខែទៅខែទស្សនិក9ខែជាងគឺរូបកាយដូចពេញលេញគឺរូបកាយដូចគង់សមាធិតែស្ដែងគឺសមាធិក្នុងពោះប្រមេត្តាហើយមានមុខដែលទៅរកពោះមេត្តាបានមេត្តាមានមុខពោះទៅណាគឺព្រះជាម្ចាស់
នៅក្នុងផ្ទៃនោះក៏មានមុខបែរទៅនឹងដែរហើយតាមកទីបញ្ជាឲ្យឃើញអស្ចារ្យថានៅក្នុងសម័យដែលប្រពុតជាម្ចាស់ចូលទៅចាប់ផ្ទៃពុទ្ធមេត្តាខ្លួនចាប់ពីថ្ងៃនឹងមកគឺមានព្រះមហានាយទេវីអស់រាជៈអស់បញ្ហាអស់តម្រូវក្នុងបរិសនាទាំងអស់សូម្បីតែស្វាមីក៏អត់ដែរបានន័យថាបុគ្គលសោះតើប្រងើយកន្តើសោះសូនក្នុងកាមគុណបានន័យថាហាក់ដូចជាបុគ្គលស្អែកសពសល់គឺនៅក្នុងពេលនេះតែម្ដងហើយក្នុងសម័យនេះលោកបានបញ្ជាក់ភាពអស្ចារ្យថាពុទ្ធបិតាក៏អត់មានទៅវិវោចំពោះទៅលើពុទ្ធមេត្តាដែរកាលណាដែលសិនជាព្រះជាម្ចាស់ដែលចូលទៅចាប់ព្រះសន្ធិក្នុងទៅមេត្តាណាហើយមានបរិសណាហ៊ានទៅកន្លងខ្លួនបរិសនោះត្រូវដាច់ក្បាលបែកជា7ភាគដល់ម្លឹងណាត្រូវដាច់ក្បាលបែកជា7ភាគចូលអត់ទៅហើយព្រោះព្រះនៅក្នុងពោះលោកបារមីនិយាយថាទុំណាកន្លងអត់បានហើយប៉ះក៏មិនបានដែរទេវតាទាំងឡាយដូចមើលលោកធាតុដែលតែដាច់ទេវតាទាំង4នឹងលោកធាតុមានដាច់ផតរៈបរិលកៈបរិបខៈបរិរៈទេវតាទាំងអស់ហ្នឹងបងអង្គុយយាមព្រះគេថា10ខែហ្នឹងគឺយាមចប់មកគ្រប់ម៉ោងគ្រប់នាទីគ្រប់ដង្ហើមពេញចូលគ្រប់ពេលវេលាទាំងអស់គឺដាក់វេនយាមមកវេនយាមជាចិនត្រង់ខ្លាចមានបញ្ហាកើតឡើងដល់ពុទ្ធមេត្តានិងព្រះអ្នកទេវតាហ្នឹងខ្លាំងណាស់គឺការទាជាងមនុស្សយើងគ្រាន់តែមានម៉ោងមានពេលទៅសម្រាប់ទេវតាអត់ទេនឹងទៅយាមជាប់មកពេលថ្ងៃប្រសូតគឺនាងសិរីមហានាយានហ្នឹងបានធ្វើដំណើរទៅកាន់នគររបស់ខ្លួនទៅដល់សួនមួយគេហៅលំពនីយវ័នមានលំពនីយវ័នសួនហ្នឹងគឺអោសៀនជាកន្លែងចន្លោះនៃនគរទាំងពីរពួកព្រានព្រឹកពួកអេសីពួកមនុស្សមហាជនទាំងអស់តែធ្វើដំណើរទៅចាំកន្លែងនឹងហើយគឺទៅទាំងទៅចុះហើយព្រោះជននោះក្បោកបាច់រចនាមានសោតតនភាពធ្វើជាទីចូលចិត្តរីករាយសប្បាយនឹងនៅនឹងមកហើយជាកន្លែងតិចអាចធ្វើឲ្យមនុស្សទាំងឡាយដែលកើតទឹកនាំពីឆ្ងាយក៏លើឃើញសួនទៅចែកហាក់ដូចជាទាញយកនៅទឹកចិត្តអាក្រក់ស្រោបយកនៅចិត្តអាក្រក់ក្នុងបេះដូងឲ្យពេញអស់នៅសង្កភាពសបាយរីករាយគឺដូចខាងកន្លែងចាប់ចិត្តរបស់សួនហ្នឹងគឺដែលមានព្រះមហានាយទេវីធ្វើដំណើរទៅដល់កន្លែងនោះមានក៏បានទៅដល់ដើមឈើមួយគេហៅដើមរាំងភ្នំហើយពេលនោះទៅមិនមែនទៅម្នាក់ឯងទេស្ដេចនឹងមានអាមាត្យមានឬពលមានមនុស្សមានអីហោហាយចឹងទៅហើយពុទ្ធមេត្តាដែលព្រះគង់ធ្វើសមាធិក្នុងពួងចឹងមើលឃើញណាដូចយើងអើក្បាលចេញពីបង្អួចហើយមើលមនុស្សឈរលើដីយ៉ាងណាមានព្រះមហានាយាអើលើពោះខ្លួនឃើញកូនអង្គុយសមាធិយ៉ាងនោះដូចគ្នាមកមើលឃើញនៅថ្ងៃធម្មតាចឹងអង្គុយមើលឃើញកូននៅក្នុងនោះពុទ្ធមេត្តានោះហើយដែលសាងបានជាពុទ្ធមេត្តានេះគឺទៅជារយៈពេលមួយសែនកាប់នឹងបានកសាងគឺជាប្រាក់កន្លងបាននៅថាមណាយព្រះហ្នឹងតែកសាងមួយសែនកាប់ហើយប្រាថ្នាទៀតទៅបាននៅក្នុងសម័យដែលមានចូលទៅដល់សួនត្បាល់លុបពនិយវ័នពេលហ្នឹងគឺមានដឹងហេតុភេទថាអូអញទៅសូត្របត់ឥឡូវគឺខ្យល់នៅក្នុងពោះហ្នឹងឲ្យដំណឹងដល់មានឲ្យដំណឹងទៅពួកមនុស្សម្នាក៏យកដាក់បដាអីមកបាំងការពារដើម្បីកុំឲ្យប៉ះចោលទៅអីចឹងទៅពេលនឹងឯងគឺបរិជ្ជបុត្រគឺព្រះជាម្ចាស់លើកទៅសូត្រអត់ដូចមនុស្សយើងធម្មតាទេមនុស្សយើងធម្មតាវាវិលក្បាលចុះក្រោម
ចំណែកព្រះអត់យើងវិលប្រកាសចុះក្រោមទេឈានជើងចុះដូចជាធម្មវត្ថុចុះទៅលើក្រែទេសនាអញ្ចឹងណាដល់ពេលប្រសូតលោកឈានជើងចុះទៅនៅក្រោមទៅណាអញ្ចឹងបាននៅតែហេតុអស្ចារ្យណាហើយពេលដែលប្រសូតនោះទេវតាវាថានៅក្នុងលោកធាតុទាំងឡាយបានមកជុំជុំគ្នាខ្លះបាំងខ្លះបានមានតទៅក្តៅតទៅត្រជាក់ហូមពីអាកាសលៀងត្រកលៀងប្រតិបត្តិនេះឲ្យស្អាតអស់មិនសិនមិនលៀងវាមកមានអីទេវាទឹកក្តៅទៅលៀងទៅជុំទៅគេមានតទឹកធាក់ទៅលេងមកលៀងស្ងាត់ស្អាតតែហើយធ្វើដំណើរដើរបាន7ជំហានហើយលើកដៃមួយប្រកាសថាខ្ញុំនេះជាបុគ្គលជាបរិសឯកអគ្គជាបុគ្គលកម្ពុជាក្នុងលោកឥតមានណាដល់ឡើយខ្ញុំនេះកើតជាតិនេះកើតជាតិចុងក្រោយបំផុតហើយដំណរតទៅមុខទៀតគឺខ្ញុំឈប់កើតហើយនេះប្រកាសដៃស្ដាយចឹងបងហើយលឺវាសាព្រះអង្គប្រសូតមកទៅនិយាយយ៉ាងមកលើកនិយាយអណៃមួយឡើងទៅលើពេលនឹងទេវតាព្រំចន្លាចោមរោមនាំគ្នាថែទាំព្រះខ្លះបាំងខ្លះកាន់ស្បែកជើងនេះហើយទៅងាប់ជើងនោះទៅបានខ្លះក៏កាន់ខ្លះបាំងពីលើខ្លះទៅកាន់មកកត់ខ្លះកាន់ផ្លិតបក់ហើយក្នុងពេលនោះតាមគតិបញ្ជាក់ថាមនុស្សហើយទេវតាឃើញគ្នាបងណាឃើញគ្នាតែម្ដងមិនមែនប្រសូតស្ងាត់ទេទេវតាមនុស្សមើលទៅឃើញគ្នាទៅវិញទៅមកជួយគិតគូរពិចារណារឿងហ្នឹងហើយព្រមក៏បានទទួលយកបណ្ដាញនេះសមានោះមកត្រគឺថាវិជ្ជបុត្រមកពេលដែលបានទៅជំហាននេះគុណព្រះកន្លែងនឹងមួយហើយគេហៅថាអស្ចារ្យរបស់មនុស្សអញ្ចឹងព្រះអង្គជាមនុស្សមិនមែនអតិទេពក្នុងការដែលយើងនិយាយទៅគឺថាព្រះដ៏មានបឹងព្រះដ៏មានបឹងបាននៅតែព្រះអង្គនឹងមានបឹងលើសអំពីមនុស្សធម្មតាដែលប្រសូតមានសភាពបែបនេះមកពីព្រះអង្គលោកតាំងអស់20អសង្ខ័យនិស័យស័ក្តិសាងបារមី10ជាងសិនលើកញ្ញាបញ្ញាវិរិយខន្តីសច្ចៈអចិត្តធម្មមេត្តាទៅខាងក៏នឹកក្នុងចិត្តខាងកសាងធ្វើបុណ្យទៅទានមានចំប្រាក់ទេចាំប្រាស់ជាពុទ្ធនឹងអស់7អសង្ខ័យអត់ហ៊ានប្រាប់គេទេគាត់នឹកក្នុងចិត្តនឹងពីពេលអស់7អសង្ខ័យហើយដល់ផុតពី7អសង្ខ័យទៅលោកឲ្យជាងលោកប្រាជ្ញាថាខ្ញុំបានអាត្មាភាពនឹងក៏សាងបារមីនឹងត្រាស់ជាប្រពុតនៃព្រះអង្គទៅក្នុងអនាគតនឹងឲ្យគេលឺហើយនឹងចាប់ពី7អសង្ខ័យគាត់ប្រកាសអញ្ចឹងអស់9អសង្ខ័យមិនទាន់បានទៅជាសច្ចការល្អនៅឡើយទៀតដល់ផុតពី9អសង្ខ័យទៅបានជួបនឹងព្រះពុទ្ធអង្គមួយគេហៅពុទ្ធទីសង្ឃពុទ្ធទីសង្ឃក្នុងចំណោមពុទ្ធ24ព្រះអង្គអតីតកាលពុទ្ធចុងក្រោយកសតៈ24ព្រះអង្គនឹងព្រះអង្គលើកបានជួបការទទួលជាកអំពីព្រះពុទ្ធទាំង24ព្រះអង្គដូចគ្នាថាដោយលើកជាកសមេតរបស់លោកថាមានពីខុសទាំងឡាយមានបរិស័ទទាំងឡាយសមេតរបស់នេះគឺជាពុទ្ធខាងកូនគឺជាបងប្អូនរួមជាមួយតថាគតមានមេត្តាបិតាទៅមួយទៅក្នុងអនាគតជាតិ4អសង្ខ័យចម្រៃមួយសែនកាប់ទៀតគឺសមេតរបស់នេះនឹងបានត្រាស់ដឹងជាព្រះរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គដូចជាតថាគតដែរអញ្ចឹងដូចទីពេលអស់4អសង្ខ័យមួយសែនកាប់ទៀតសម្រាប់20អសង្ខ័យមួយសែនកាប់ទៅបានមានបារមីប្រសូតអញ្ចឹងភាពអស្ចារ្យចិនរបស់ព្រះនេះឯងដែលយើងយកមកធ្វើបុណ្យដោយប្រសូតចំថ្ងៃពេញបរមីខែវិសាខហ្នឹងយើងមកធ្វើបុណ្យរំលឹកនៅក្នុងថ្ងៃកំណើតព្រះអង្គនឹងដែលបន្ទាប់ខួបកំណើតព្រះ
យើងនិយាយសាមញ្ញហ្នឹងហើយបន្ទប់កំណត់កូនហើយហ្នឹងកំណត់ព្រះលោកជាបុគ្គលអស្ចារ្យមួយដែលយើងគួរតែនឹកងារហ្នឹងរឿងមួយ